Good evening, everyone. Welcome back to my video blog. Today, I'm very happy when I see you all are use watching my video vlogs every day. So I will make as many video as possible for everyone to watch. And now, after fresh feeling, my wife will go pick up my daughter from school. បាទគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាវិលវិញមកម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីអត់មានអីច្រើនទេបងប្អូនមានតែសកម្មភាពដដែលហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនដឹងពីសកម្មភាពប្រចាំថ្ងៃរបស់ពួកយើងអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនកុំប្រកែកប្រកាន់អីនេះគ្រាន់តែបង្ហាញពីសកម្មភាពរាល់ថ្ងៃនៅពេលដែលពួកយើងនៅផ្ទះអញ្ចឹងបងប្អូនហើយបានកូនបើនឹងឯងមួយបងប្អូនអត់សូវស្ងាត់ផ្ទះអញ្ចឹងណាព្រឹកឡើងគឺអ៊ូអសំលេងយំនឹងឯងហើយថ្ងៃនេះប្រពន្ធខ្ញុំគឺអត់បានទៅណាដែរគឺបន្ទាប់ពីមកពីផ្សារគឺទៅថែកូនហើយនឹងងូតទឹកឲ្យកូនបើនឹងឯងព្រោះដោយសារប្រហែលរយៈហ្នឹងគឺអត់បានទៅធ្វើការទេនៅផ្ទះទាំងអស់គ្នាទាំងខ្ញុំហើយនឹងប្រពន្ធរបស់ខ្ញុំអញ្ចឹងបងប្អូនក្រៅពីមើលថែកូនក៏ពួកយើងបានដាំបន្លែដាំអីចិញ្ចឹមជ្រូកចិញ្ចឹមគោដែរអញ្ចឹងបងប្អូនប៉ុន្តែដោយសារតែអត់បានថតពីសកម្មភាពទាំងអស់ហ្នឹងចាំមើលមានពេលពួកខ្ញុំនឹងថតពីសកម្មភាពចិញ្ចឹមសត្វរបស់ពួកយើងដូចជាការចិញ្ចឹមមាន់ចិញ្ចឹមទាអីអញ្ចឹងបងប្អូនឬមកក៏ចិញ្ចឹមជ្រូកហើយនៅមួយរដូវកាលនេះគឺរដូវកាលភ្លៀងផងអញ្ចឹងបងប្អូនអញ្ចឹងទៅគឺមិនអីគឺវាឈឺអត់សូវជាចិញ្ចឹមកើតទេហើយគោក៏វាពិបាកនឹងរោស្មៅដែរអញ្ចឹងបងប្អូនដោយសាររដូវនេះគឺរដូវគេធ្វើស្រែហើយអញ្ចឹងគេភ្ជួររស់អីអស់ហើយអញ្ចឹងហើយណាមួយក៏ការងារអត់មានទៀតសម្រាប់ទាំងអស់គ្នាទាំងប្តីទាំងប្រពន្ធអញ្ចឹងទៅមានតែថតវីដេអូចែកជូនបងប្អូនទស្សនាអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ពួកយើងកុំភ្លេចចុច Subscribe Channel នឹងម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបើសិនជាមានការគ្រប់គ្រងច្រើននឹងពួកយើងនឹងព្យាយាមrecord មួយក៏ថតពីសកម្មភាពប្រចាំថ្ងៃរបស់ពួកយើងឲ្យបានកាន់តែច្រើនជាងនេះបន្ថែមទៀតអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចចុច Subscribe Channel នឹងម្នាក់មើលផងហើយបើសិនជាមានត្រង់កន្លែងណាមិនសមរម្យមួយអាចខន្តីអភ័យទោសហើយក៏ comment ប្រាប់ខាងក្រោមផងបងប្អូនស្រួលពួកខ្ញុំនឹងកែប្រែហើយនឹងធ្វើឲ្យបានល្អជាងនេះបន្តទៀតអញ្ចឹងបងប្អូនដូចគេថាតម្រៃជើង9ក៏មានផ្្លាត់អ្នកប្រាជ្ញចេះស្ទាត់ក៏មានផ្លេចអញ្ចឹងបងប្អូនអញ្ចឹងរាល់សកម្មភាពផ្សេងៗវាតែងតែមានចន្លោះខ្វះខាតដែរបើសិនជាបងប្អូនគិតថាកន្លែងណាមិនសមរម្យអីអាច comment ប្រាប់ខាងក្រោមបានឬក៏ពេញចិត្តអីអាច save វីដេអូនេះទុកមើលថ្ងៃក្រោយបានអញ្ចឹងបងប្អូនហើយពួកខ្ញុំមានអីច្រើនទេមានតែអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនឹងតាំងពីដើមរហូតដល់ចប់ចឹងខ្ញុំសូមជូនពរឲ្យបងប្អូនជួបតែសេចក្តីសុខនិងសេចក្តីចម្រើនតរៀងទៅបងប្អូនក្នុងឱកាសឆ្នាំថ្មីនេះចឹងអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងបងប្អូនចឹងអរគុណច្រើន